សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់ការសម្រាយសាច់រឿង anime របស់មានជាបន្តទៀតហើយទីនេះដែរមាននៅសាច់រឿងមួយទៀតដើម្បីសម្រាយជូនអ្នកទាំងអស់គ្នាដែលរឿងនេះដែរគឺមានចំណងជើងថា Trigun Stargaze សង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តការសម្រាយសាច់រឿងនេះនិងជួយចុច like subscribe ដាក់សញ្ញាកណ្ដឹងឲ្យម្នាក់មួយហើយកុំឲ្យខាតពេលវេលាយូរយើងទៅតាមដានសាច់រឿងរបស់យើងទាំងអស់គ្នារឿងរ៉ាវចាប់ផ្ដើមដែលយើងបានជួបនឹង Mario Strip ដែលជាអ្នកយកព័ត៌មាន3ក្មេងម្នាក់ដែលកំពុងតែព្យាយាមសម្រេចកិច្ចការមួយដោយរកឲ្យឃើញ Humanoid Typhoon ដែលជាបរិបទដែលគេចង់បានបំផុតនៅលើពិភពលោក Roberto ដែលជាសិស្សច្បងរបស់នាងមានការសង្ស័យចំពោះក្តីសុបិនរបស់នាងដែលនិយាយថានាងគួរតែព្រួយបារម្ភអំពីការរស់រានមានជីវិតពីព្រោះនៅលើភពនេះមានតែអ្នកខ្លាំងប៉ុណ្ណោះដែលនឹងអាចរស់បានឡានរបស់ពួកគេបានអស់ថ្មដូច្នេះពួកគេក៏ត្រូវបង្ខំចិត្តចាប់ផ្ដើមដើរពេលពួកគេកំពុងដើរ Mario ឆ្ងល់ថាតើ Humanoid Typhoon ពិតជាមែនឬអត់Roberto បានគប់ទស្សនាវដ្តីមួយទៅលើនាងដោយបង្ហាញគំនូរព្រាងរបស់ Humanoid Typhoon ហើយ Roberto ហៅគាត់ថាគ្រូមហន្តរាយចេះដើរប៉ុន្តែ Mario នៅតែមានការសង្ស័យពួកគេឈប់នៅពេលដែលពួកគេឃើញសាកសពចំនួន3ព្យួរជើងឡើងលើក្បាលចុះក្រោម Roberto ណែនាំថាវាជាស្នាដៃរបស់ក្រុមក្មេងទំនើងក្នុងតំបន់ហើយ Mario ចូលទៅពិនិត្យមើលឲ្យកាន់តែជិតសាកសពមួយមានដៃសិប្បនិម្មិតហើយវាចាប់ផ្ដើមកម្រើកប៉ុន្តែនៅពេលដែលនាងចាប់វាក៏បានរបូតចេញនាងចាប់ផ្ដើមភ័យនៅពេលដែលនាងឮសំឡេងមួយហើយនៅពេលដែលសាកសពនោះងាកមកក្រោយយើងឃើញបរិសម្នាក់សើចដូចជាមនុស្សឆ្កួត Roberto គិតថាពួកគេគួរតែទុកគាត់ចោលប៉ុន្តែ Mario សម្រេចចិត្តជួយគាត់នៅពេលនោះពួកគេបានឃើញប៉ូលីសកំពុងធ្វើដំណើរមកហើយ Mario ក៏រត់ទៅរកពួកគេប៉ូលីសនិយាយថាពួកគេកំពុងស្វែងរកអក្រិតជនម្នាក់ដែលបង្ហាញនាងនៅផ្ទាំងរូបភាពតាមចាប់ខ្លួន Vas ដែលជា Humanoid Typhoon រួមជាមួយនឹងប្រាក់រង្វាន់$6 លានMario អាងថានាងបានឃើញគាត់ប៉ុន្តែនាងបានចង្អុលប្រាប់ប៉ូលីសទៅទិសដៅខុសពេលប៉ូលីសទៅបាត់ Vas អរគុណពួកគេប៉ុន្តែ Mario បានចាប់ខ្លួនគាត់ដោយនិយាយថានាងនឹងបកគលគាត់ទៅឲ្យប៉ូលីសបន្ទាប់ពីនាងទទួលបានការសម្ភាសផ្ដាច់មុខជាមួយនឹងគាត់រួចនាងណែនាំថានាងអាចជួយសម្អាតឈ្មោះរបស់គាត់បានប្រសិនបើគាត់គ្មានទោសហើយ Vas ចាត់ទុកខ្លួនឯងមានសំណាងដោយណែនាំឲ្យពួកគេធ្វើការសម្ភាសនៅភោជនីយដ្ឋានក្បែរនេះនៅក្នុងអតីតកាលមួយនៅលើយានអវកាសដ៏ធំមួយយើងឃើញ Vas ស្វាគមន៍នៅក្នុងបន្ទប់មួយដែលពោរពេញទៅដោយមនុស្សដែលស្ថិតនៅក្នុងទូពិសេសម្យ៉ាងភ្លាមនោះមានការផ្ទុះនៅទូទាំងយានអវកាសហើយគាត់ភ័យសន្សឡោខណៈដែលគាត់រត់គេចខ្លួនពេលកំពុងរត់គាត់បានជួបនឹង Knife ហើយនឹង Rem គាត់សួរ Rem ថាតើមានអ្វីកើតឡើងហើយនាងធានាគាត់ថាអ្វីៗមិនអីទេពួកគេធ្វើដំណើរទៅកន្លែងរត់គេចខ្លួនហើយ Rem ជួយពួកគេឡើងលើយាន Knife ប្រាប់នាងឲ្យទៅជាមួយពួកគេប៉ុន្តែមានកន្លែងសម្រាប់តែមនុស្ស2នាក់ប៉ុណ្ណោះនាងយំដោយប្រាប់ពួកគេថានាងស្រឡាញ់ពួកគេហើយនាងក៏បានទាញកន្លឹះដែលអាចឲ្យពួកគេរត់គេចខ្លួនបានទាន់ពេលវេលាយានអវកាសនៅតែបន្តផ្ទុះហើយយានគេចខ្លួនអាចគេចផុតពីកំទេចកំទីហើយរត់គេចខ្លួនបានដោយសុវត្ថិភាពក្រុមរបស់ Mario បានមកដល់ក្នុងទីក្រុងមួយឈ្មោះ Genora Rock Mario បានសុំទឹកពីបុគ្គលិកក្នុងបារឈ្មោះ Rosa ប៉ុន្តែនាងប្រព្រឹត្តមិនសមរម្យចំពោះ Mario ទោះជាណាក៏ដោយនៅពេលដែល Vas ចូលមកក្នុងភោជនីយដ្ឋាន Rosa ក៏បានស្វាគមន៍គាត់យ៉ាងកក់ក្ដៅដោយបញ្យល់ថា Vas គឺជាអ្នកសង្គ្រោះរបស់ទីក្រុង Genora Rock ពួកគេអង្គុយជាមួយគ្នាហើយ Mario បានសុំទឹកប៉ុន្តែ Rosa ប្រាប់នាងថាពួកគេមិនមានទឹកស្អាតទេព្រោះរោងចក្រទឹកបានខូចទៅហើយRosa បាននាំពួកគេទៅរោងចក្រដោយបង្ហាញថា Vas បានជួសជុលវាដោយឥតគិតថ្លៃបន្ទាប់ពីវាមានបញ្ហាកាលពីប្រហែលឆ្នាំមុនរោងចក្រនោះគឺជាម៉ាស៊ីនភ្លើងជីវសាស្ត្រដែលបង្កើតអ្វីគ្រប់យ៉ាងដែលមនុស្សត្រូវការដើម្បីរស់ពួកវាជាផ្នែកមួយនៃបច្ចេកវិទ្យាពីយុគសម័យអវកាសដែលបានបាត់បង់ដូច្នេះពួកវាមិនអាចសាងសង់ឡើងវិញបានទេហើយពួកវាមានតម្លៃខ្លាំងណាស់ Vas ប្រឌិតមើលវាហើយគាត់បានរកឃើញថារោងចក្រមួយបានប្រែជាពណ៌ក្រហមគាត់ប្រាប់ Rosa ថាវានឹងត្រូវចំណាយប្រាក់យ៉ាងច្រើនដើម្បីជួសជុលនៅពេលនោះពួកប៉ូលីសក៏បានមកដល់ពួកគេប្រាប់ Rosa ថានាងអាចទទួលបានប្រាក់រង្វាន់$6 លានប្រសិនបើនាងបកគល Vas ឲ្យពួកគេមេកងប៉ូលីសបានបោះ Vas ហើយពួកគេចាប់ផ្ដើមវាយគាត់នៅពេលដែលពួកគេរៀបនឹងយកគាត់ចេញទៅ Roberto និយាយឡើងដោយប្រាប់ពួកគេថាគាត់នឹងសរសេរអត្ថបទអំពីរឿងដែលប៉ូលីសវាយទៅលើបុរសដែលគ្មានអាវុធ Roberto ស្នើថាពួកគេគួរតែប្រកួតគ្នាជំនួសវិញប៉ុន្តែនៅពេលដែលពួកគេត្រៀមខ្លួនសម្រាប់ការប្រកួត Vas បដិសេធមិនដកកាំភ្លើងរបស់គាត់ចេញនោះទេមេកងប៉ូលីសបានបោះកាំភ្លើងរបស់គាត់ចោលប៉ុន្តែគាត់បានយកកាំភ្លើងបាញ់រកែរបស់គាត់ចេញមកហើយបាញ់វាទៅលើមេឃខណៈដែលវាបញ្ចេញគ្រាប់បែកជាច្រើនគ្រាប់មនុស្សគ្រប់គ្នាចាប់ផ្ដើមរត់គេចខ្លួនខណៈដែលមេកងប៉ូលីសសើចចំពោះស្ថានភាពនេះទោះជាណាក៏ដោយ Vas នៅតែរក្សាជំហររបស់គាត់យកអាវុធរបស់គាត់ចេញហើយព្យាយាមបាញ់គ្រាប់បែកប៉ុន្តែគាត់ដឹងថាគាត់គ្មានគ្រាប់កាំភ្លើងទេ Vas ស្វែងរកគ្រាប់កាំភ្លើងហើយ Mario អាចបោះគ្រាប់កាំភ្លើងមួយគ្រាប់ឲ្យគាត់មេកងប៉ូលីសបានបាញ់គ្រាប់កាំភ្លើងនោះដើម្បីកុំឲ្យ Vas យកវាបានប៉ុន្តែ Vas បានដេញតាមវាហើយក៏អាចយកវាបានRoberto ឆ្ងល់ថាតើគាត់អាចធ្វើអ្វីបានជាមួយគ្រាប់កាំភ្លើងតែមួយគ្រាប់នេះប៉ុន្តែ Vas បានដាក់គ្រាប់នៅក្នុងកាំភ្លើងរបស់គាត់ហើយតម្រង់ទៅរករកែតមេកងប៉ូលីសស្ទុះមករកគាត់ហើយបាញ់កាំភ្លើងខ្លីរបស់គាត់ទៅលើ Vas ប៉ុន្តែ Vas បានគេចផុតទាំងអស់គាត់បានបោកមេកងប៉ូលីសទៅលើដីហើយវាយគាត់ឲ្យសន្លប់បន្ទាប់មក Vas បានប្រើដៃសិប្បនិម្មិតរបស់គាត់ដើម្បីគប់ដុំថ្មមួយដុំទៅលើមេឃគាត់បានបាញ់កាំភ្លើងរបស់គាត់ទៅបំបែកថ្មនោះហើយបំណែកដុំថ្មទាំងនោះក៏បានប៉ះទង្គិចជាមួយរ៉ុកែតដែលធ្វើឲ្យពួកវាផ្ទុះនៅលើអាកាស
បន្ទាប់ពីនោះក្រុមប៉ូលីសក៏បានដកថយហើយ Vas និយាយថាគាត់គ្រាន់តែមានសំណាងប៉ុណ្ណោះ Roberto សួរថាតើ Vas ខ្លាចអ្វីជាងគេហើយ Vas បានប្រាប់ Roberto អំពីប្អូនប្រុសរបស់គាត់ឈ្មោះថា Nai ដែលត្រូវបានបង្ហាញថាជាអ្នកទទួលខុសត្រូវចំពោះការបំផ្លាញយានអវកាសរបស់ពួកគេហើយឥឡូវនេះគាត់មានឈ្មោះថា Million Knives ក្រោយមក Muriel ក៏បានសម្ភាសន៍ Vas នៅភោជនីយដ្ឋានគាត់ប្រាប់នាងថាប្អូនប្រុសភ្លោះរបស់គាត់បានប្រព្រឹត្តបទឧក្រិដ្ឋហើយប៉ូលីសកំពុងតាមចាប់គាត់ពីព្រោះពួកគេគិតថាគាត់បានធ្វើវាប៉ុន្តែនាងមិនជឿរឿងរបស់គាត់ទេក្មេងប្រុសម្នាក់ឈ្មោះថានេះបានដាក់ទ្រង់សัตว์មួយនៅលើតុរបស់ Vas ប៉ុន្តែ Rosa ប្រាប់ក្មេងនោះឲ្យថយចេញភ្លាមនោះនាងបានទាញកាំភ្លើងមួយដើមចេញមកដែលធ្វើឲ្យពួកគេភ្ញាក់ផ្អើលហើយពេលពួកគេមើលជុំវិញខ្លួននោះគ្រប់គ្នាកំពុងតែភ្ជុំកាំភ្លើងមករកពួកគេដោយចង់ចាប់ខ្លួន Vas ចាប់ផ្ដើមរត់គេចខ្លួនហើយគាត់បានលោតរំលងអគារហើយអាចគេចពីគ្រាប់កាំភ្លើងទាំងអស់បានគាត់ត្រូវបានគេដេញតាមពីពេញទីក្រុងហើយនៅទីបំផុតគាត់ក៏ត្រូវបានឡោមព័ទ្ធប៉ុន្តែ Muriel បានគប់ខ្សែពួរមួយទៅឲ្យគាត់ហើយនាងក៏ទាញគាត់ឡើងទន្ទឹមនឹងនេះយើងឃើញគ្រួសារ Nebraska កំពុងតែជិះឡានពួកគេមើលផ្ទាំងរូបភាពតាមចាប់ខ្លួន Vas ហើយគិតថាគាត់ជាគោលដៅងាយស្រួលពេលកំពុងលាក់ខ្លួនពីអ្នកដេញតាម Vas ក៏មើលរូបភាពរបស់គាត់នៅលើរូបភាពតាមចាប់ខ្លួននោះដែរដោយគិតថាគាត់មើលទៅដូចឈួត Vas បានបង្កើតផែនការមួយដើម្បីចាកចេញពីទីក្រុងពួកគេបានពាក់កណ្ដាលពណ៌ក្រហមទៅលើសត្វស្លាបដ៏ធំមួយហើយរឿងនេះបានបង្វែរដានអ្នកដេញតាមគាត់ជាច្រើននៅពេលដែលពួកគេរៀបនឹងចាកចេញពីទីក្រុង Rosa ស្រាប់តែបិទផ្លូវរបស់គាត់ហើយប្រាប់ Vas ឲ្យចុះចាញ់គ្រួសារ Nebraska បានឃើញ Vas លុតជង្គង់នៅពីមុខ Rosa ដោយចង់បានរង្វាន់សម្រាប់ខ្លួនឯងពួកគេគិតចង់បើកឡានមកបោកពួកគេប៉ុន្តែអ្នកបើកបរប្រឆាំងនឹងគំនិតនេះហើយគាត់ក៏ត្រូវបានបោះចេញពីឡាន Rosa បង្ហើបថានាងត្រូវការលុយដើម្បីជួសជុលរោងចក្រនាងដឹងថាការក្បត់ Vas គឺជារឿងខុសប៉ុន្តែមានក្មេងៗដែលត្រូវការរោងចក្រនេះដើម្បីរស់នៅពេលនោះពួកគេស្រាប់តែឮសំឡេងម៉ាស៊ីនឡានរៀបនឹងបុក Tanis និង Rosa ប៉ុន្តែ Vas បានជួយសង្គ្រោះពួកគេឡានបានបុកនឹងអគារហើយសំឡេងខ្លាំងមួយចាប់ផ្ដើមហៅ Vas ថាគ្រោះមហន្តរាយ Vas ជិះសត្វស្លាបមួយក្បាលរត់គេចខ្លួនប៉ុន្តែគ្រួសារ Nebraska បានដេញតាមគាត់ហើយ Muriel និង Roberto ក៏បានដេញតាមពីក្រោយឡានបានចូលមកគៀក Vas ហើយ Joseph បានពន្លូតដៃស្ប៉ាក់និមិត្តរបស់គាត់ដើម្បីវាយផា Vas ប៉ុន្តែ Vas អាចគេចពីវាបានឡានរបស់គ្រួសារ Nebraska ស្រាប់តែឈប់ហើយ Vas ក៏បានឈប់ដើម្បីនិយាយជាមួយ Roberto Joseph ពន្លូតដៃរបស់គាត់ដើម្បីចាប់សត្វជិះរបស់ Vas បន្តរត់គេចខ្លួនហើយឪពុករបស់ Joseph ហៅគាត់មនុស្សមិនចេះខ្មាស់នៅទីបំផុត Joseph ក៏បានរបូតដៃហើយដៃរបស់គាត់ក៏បានមកត្រូវឪពុករបស់គាត់គ្រួសារ Nebraska បរាជ័យក្នុងការចាប់ខ្លួន Vas ដូច្នេះពួកគេក៏ចូលទៅក្នុងទីក្រុងជំនួសវិញពួកគេបានបង្កភាពវឹកវរដល់មនុស្សគ្រប់គ្នាហើយ Vas បានលើអំពីការវាយផាហើយគាត់ក៏បញ្ញាប់ទៅជួយពួកគេគ្រួសារ Nebraska ព្យាយាមរត់គេចខ្លួនជាមួយនឹងរោងចក្រនោះដូច្នេះ Rosa ក៏ព្យាយាមបញ្ឈប់ពួកគេប៉ុន្តែ Joseph ចាប់ករបស់នាងហើយក្បត់នាងចោលគាត់ព្យាយាមសម្លាប់នាងប៉ុន្តែ Vas បានមកដល់ទាន់ពេលវេលា Vas រត់ទៅរកពួកគេហើយ Joseph ប្រើដៃស្បាត់និមិត្តរបស់គាត់វាយផា Vas បានគេចពីវាយ៉ាងប៉ិនប្រសប់ហើយឪពុករបស់ Joseph បានបាញ់គ្រាប់រ៉ាកែតរបស់គាត់ប៉ុន្តែ Vas នៅតែមិនអី Vas ប្រាប់ពួកគេកុំឲ្យយករោងចក្រនោះព្រោះមនុស្សត្រូវការវាដើម្បីរស់ឪពុករបស់ Joseph រំលឹកគាត់ថាពួកគេបានក្បត់គាត់ប៉ុន្តែគាត់នៅតែចង់ការពារពួកគេឪពុករបស់ Joseph ទាញកាំភ្លើងខ្លីចេញហើយបាញ់វាប៉ុន្តែ Vas អាចទប់ទល់បានហើយបាញ់បញ្ឈប់គ្រាប់កាំភ្លើងនៅលើអាកាសអគារចាប់ផ្ដើមដួលរលំដោយសារតែការខូចខាតហើយ Joseph រៀបនឹងធ្លាក់ស្លាប់ប៉ុន្តែគាត់បានពន្លូតដៃរបស់គាត់ចេញហើយ Vas ក៏ព្យាយាមទាញគាត់ឡើង Rosa គំរាមបរិះនោះប៉ុន្តែគាត់និយាយថាគាត់គ្រាន់តែចង់ឲ្យកូនប្រុសរបស់គាត់ Joseph រួចជីវិតប៉ុណ្ណោះហើយគាត់សន្យាថានឹងចាកចេញពីរោងចក្រនៅទីបំផុត Joseph ក៏បានរួចជីវិតហើយឪពុករបស់គាត់បានអោបគាត់ Rosa នាំពួកគេទាំងអស់គ្នាទៅភោជនីយដ្ឋានរបស់នាងហើយឲ្យពួកគេផឹកស្រាដោយឥតគិតថ្លៃប៉ុន្តែពេលពួកគេកំពុងសប្បាយ Vas ក៏បានចាកចេញដោយស្ងៀមស្ងាត់ Roberto ទៅតាមគាត់ហើយសួរថាហេតុអ្វីបានជាគាត់រត់គេចខ្លួនភ្លាមៗនោះពួកគេបានឮសំឡេងមនុស្សស្រែកហើយពេលពួកគេត្រឡប់ទៅខាងក្នុងវិញ Joseph ត្រូវបានឧបករណ៍ជាច្រើនជាប់ពេញខ្លួនដែល Roberto ស្គាល់ថាវាជាបច្ចេកវិទ្យាដែលបានបាត់បង់នៅពេលដែលឧបករណ៍ទាំងនោះប្រែជាពណ៌ក្រហមគាត់រត់ចេញទៅខាងក្រៅហើយក៏មានការផ្ទុះដ៏ធំមួយគ្រប់គ្នាចាប់ផ្ដើមរត់ប៉ុន្តែគ្រាប់បែកជាច្រើនទៀតបានចេញមកហើយភ្ជាប់ខ្លួនវាជាមួយនឹងមនុស្សគ្រប់គ្នា Vas ព្យាយាមទាញវាចេញប៉ុន្តែ Roberto ប្រាប់គាត់ថាវាគ្មានប្រយោជន៍នោះទេ Roberto បញ្យល់ថាគ្រាប់បែកទាំងនេះមកពីអក្រិតជនម្នាក់ឈ្មោះ E.G. Bomber ហើយគាត់ជាមនុស្សតែម្នាក់គត់ដែលអាចដោះគ្រាប់បែកទាំងនេះបានពួកគេគិតថាគាត់ប្រហែលជានៅក្បែរនេះដូច្នេះ Vas សម្រេចចិត្តស្វែងរកគាត់ងើយមកឡើងហើយក៏ឃើញមនុស្សម្នាក់ Vas បានដាក់គ្រាប់កាំភ្លើងរបស់គាត់ហើយបាញ់ទៅរកបរិះនោះចាប់ផ្ដើមរត់គេចខ្លួនហើយពួកគេដេញតាមគាត់ប៉ុន្តែមិនយូរប៉ុន្មានពួកគេដឹងថាពួកគេកំពុងនៅក្នុងចម្ការមីនបរិះនោះអង្គុយនៅពីមុខពួកគេហើយប្រាប់ពួកគេថា E.G. Bomber គឺជាឈ្មោះចាស់របស់គាត់ម៉ាស៊ីនមួយបានងើបចេញពីដីហើយគាត់បានគ្រប់គ្រងវាដោយណែនាំខ្លួនឯងឈ្មោះថា E.G. The Man ម៉ាស៊ីននោះក៏បានបិទហើយវាចាប់ផ្ដើមវិលឆ្ពោះទៅរក Vas ដែលគាត់អាចគេចពីវាបាន E.G. បានធ្វើដំណើរឆ្ពោះទៅរករោងចក្រហើយ Vas ក៏បានដេញតាមគាត់ E.G. បានទម្លាក់គ្រាប់បែកដើម្បីកម្ចាត់ Vas ប៉ុន្តែវាមិនអាចបញ្ឈប់ Vas បាននោះទេពេលទៅដល់រោងចក្រ E.G. បានប្រើម៉ាស៊ីនរបស់គាត់ដើម្បីចាប់យកវាគាត់បាញ់គ្រាប់បែកពីរគ្រាប់ប៉ុន្តែ Vas បានបាញ់បំផ្ទុះវានៅលើអាកាសគាត់លោតតង់ម៉ាស៊ីនរបស់ E.G. ដែលវាចាប់ផ្ដើមផ្លាស់ទីជំវិញទីក្រុង
មួយសន្ទុះក្រោយមក Vas ក៏ចាប់ផ្ដើមខឹងដូច្នេះគាត់ក៏ភ្ជុំកំភ្លើងរបស់គាត់ទៅរក EG EG ចាប់ផ្ដើមភ័យហើយម៉ាស៊ីនរបស់គាត់ក៏បានធ្លាក់ពីកម្ពស់ខ្ពស់គួរសមមុនពេល Vas អាចក្រោកឡើងវិញបាន EG បានយកកំភ្លើងរបស់គាត់ហើយភ្ជុំវាមករកគាត់ប៉ុន្តែ Roberto និង Muriel បានស្ទុះមករក EG ពួកគេអាចចាប់គាត់បានហើយ Roberto ប្រាប់គាត់ឲ្យដោះគ្រាប់បែកបើមិនអញ្ចឹងទេពួកគេនឹងស្លាប់ជាមួយគ្នា EG ព្យាយាមរុញ Muriel ចេញប៉ុន្តែ Vas បានចូលមកជ្រៀតជ្រែកដោយឃើញថាគ្រាប់បែកចិត្តផ្ទុះហើយ EG ប្រាប់ Vas ឲ្យចុចប៊ូតុងនៅលើចង្កេះរបស់គាត់ Vas បានចុចវាហើយគ្រាប់បែកទាំងអស់ក៏ត្រូវបានបិទនៅពេលដែល EG ចោះចាញ់ឪពុករបស់ Joseph បានភ្ជុំកំភ្លើងបាញ់រកែតរបស់គាត់ទៅរក EG ទាំងកំហឹង Vas ព្យាយាមបញ្ឈប់គាត់ប៉ុន្តែភ្លាមៗនោះគាត់ឮសំឡេងនរណាម្នាក់លេងព្យ៉ាណូហើយគាត់ក៏ចាប់ផ្ដើមស្រែកដាក់មនុស្សគ្រប់គ្នាឲ្យរត់ EG ឆ្លៀតឱកាសនៃភាពចលាចលនេះហើយឪពុករបស់ Joseph ព្យាយាមសម្លាប់ EG ចោលប៉ុន្តែគាត់បានបាញ់ខុសបន្ទាប់ពីរួចខ្លួន EG បានទៅរក Knife ដោយហៅ Knife ថាចវាយប៉ុន្តែ Knife បានសម្លាប់គាត់ចោលបន្ទាប់ពីនោះ Vas ក៏បានមកប្រឈមមុខនឹង Knife គាត់ប្រាប់ Vas ឲ្យបកគោរោងចក្រនេះមកគាត់ប៉ុន្តែ Vas និយាយថាអ្នកភូមិត្រូវការរោងចក្រនេះដើម្បីរស់ Knife បានដើរទៅរកគាត់ដោយប៉ះកំភ្លើងរបស់គាត់ដែលធ្វើឲ្យគាត់បាត់បង់ស្មារតី Knife បានលា Vas ខណៈពេលដែលគាត់ចាកចេញប៉ុន្តែឪពុករបស់ Joseph បានបាញ់គាត់នៅខាងក្រៅប៉ុន្តែ Knife បានកាត់ដៃរបស់គាត់ជំនួសវិញ Vas បានដឹងស្មារតីវិញហើយនៅពេលដែលគាត់ឃើញឪពុករបស់ Joseph ជិតស្លាប់គាត់ក៏ស្រែករកជំនួយ Knife បានបន្តដំណើរឆ្ពោះទៅរករោងចក្រហើយក្រុមរបស់ Rosa ព្យាយាមបញ្ឈប់គាត់ប៉ុន្តែគាត់បានសម្លាប់ដៃគូរបស់នាងយ៉ាងងាយស្រួលបន្ទាប់ពីរកឃើញទីតាំងរបស់រោងចក្រហើយ Knife ក៏បានលោតឡើងហើយកាត់ទម្លុះដំបូលអគារ Vas ប្រាប់ Knife ឲ្យឈប់ហើយគាត់ក៏បាញ់ទៅលើ Knife ប៉ុន្តែ Knife បានបាចកំបិតរាប់មិនអស់នៅជុំវិញគាត់កំបិតទាំងនោះគ្របដណ្ដប់នៅលើមេឃហើយវាក៏បានកាត់កំទេចទីក្រុងដែលធ្វើឲ្យវាដួលរលំខណៈពេលដែលគាត់ចាកចេញពីកន្លែងកើតហេតុហើយសាច់រឿងរបស់យើងនៅក្នុងភាគដំបូងនេះក៏បានមកដល់ទីបញ្ចប់អរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់សង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តការសម្រាយសាច់រឿងនេះនិងចូលចិត្ត Like Subscribe ដាក់សញ្ញាកណ្ដឹងឲ្យមានម្នាក់មួយអរគុណអ្នកទាំងអស់គ្នាហើយមានជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយទៀតបាយបាយ